តោះបងប្អូនដែលស្រឡាញ់គាំទ្រទូកងស្រីម៉ៅក្រាំងយើងឥឡូវយើងក៏លេចទៅមើលអតីតកាលសកម្មភាពនៃការវឹកហាត់សមនៅដងមាត់ព្រែកឬក៏ដងអូណាគេថាអូអណ្ដូងណាបងប្អូនដែលកាលនោះគឺស្ថិតនៅក្នុងឆ្នាំ2019ឃើញថាទូកស្ទើរតែទៅមុខមិនរួចទេប៉ុន្តែចំណុះកាលពីឆ្នាំ2019ហ្នឹងនៅតែនិយាយដដែលជាដដែលទេគឺល្អមែនទែនបាទប៉ុន្តែនៅក្នុងវីដេអូនេះគឺបង្កប់អត្ថន័យមួយទាក់ទងនឹងពងសាវតាឬក៏ដំណរពូជនៃអ្នកប្រយុទ្ធនៃចំណោះទូកងស្រីម៉ៅក្រាំងយើងណាបងប្អូនទីទៀតបងប្អូនបានឃើញហើយនេះបងប្អូនឃើញសញ្ញាព្រួយដែលខ្ញុំបានបាញ់មកក្មេងប្រុសម្នាក់នេះទេបាទអញ្ចឹងក្មេងប្រុសម្នាក់នេះយើងឃើញពីសកម្មភាពដែលគាត់កំពុងតែមើលគេថាលីចិនរបស់គាត់ឬក៏មនុស្សចំនួនចាស់របស់គាត់ណាដែលជាចំណុះទូកងស្រីម៉ៅក្រាំងយើងណាយើងឃើញសកម្មភាពមួយហ្នឹងបង្ហាញពីចិត្តស្រឡាញ់និងចូលចិត្តវិស័យកីឡាប្រណាំងទូកងហើយឥឡូវនេះគាត់បានវិវត្តខ្លួនធំហើយឃើញថាមានរាងកាយមាំមួនហើយក៏คล้ายទៅជាកីឡាករចំណុះទូកងស្រីម៉ៅក្រាំងយើងតែម្ដងនេះសបញ្ជាក់ឲ្យឃើញថាគេថាកូនក្រោលឬក៏កូនពូជណានៅក្នុងត្រកូលទូកងស្រីម៉ៅក្រាំងយើងគឺវាបែបហ្នឹងមិនមែនតែមានតែប្អូនម្នាក់ទេគឺមានបងប្អូនចំនួនក្រោយជាច្រើនទៀតដែលជាចំណុះល្អទូកងស្រីម៉ៅក្រាំងយើងហើយសង្ឃឹមថាកីឡាឬក៏កីឡាករចំណុះទូកងស្រីម៉ៅក្រាំងយើងនឹងវិលត្រឡប់ទៅរកភាពខ្លាំងដោយចំនួនចាស់